រៀងរាល់ខែ6នេះគេហៅថាសិនតទៅជាទម្លាប់របស់មន្ទីរពេទ្យកម្មាអង្គរហើយរៀងរាល់ខែ6នៃឆ្នាំនីមួយៗគឺយើងធ្វើបុណ្យផ្កាប្រាក់អញ្ចឹងអាចថាខែ6នេះគឺជាខែល្អដោយសារតែយើងក៏វាផុតចូលឆ្នាំទៅបានប្រហែល2ខែហើយណាហើយក៏ជារដូវចាប់ផ្ដើមបង្កបង្កើនផលដែរណាអញ្ចឹងហើយបានជាយើងធ្វើបុណ្យផ្កាប្រាក់នៅក្នុងខែ6នេះហើយបងប្អូនណាដែលសពរសជនទាំងអស់អាចថាធូខ្លួនដោយសារតែរដូវបុណ្យការក៏ចប់ចូលឆ្នាំក៏ចប់អញ្ចឹងគឺអាចថាអូខេមានថវិកាខ្លះដើម្បីចូលរួមណាក្នុងការធ្វើកិច្ចការសប្បុរសធម៌អញ្ចឹងបុណ្យផ្កាប្រាក់របស់មន្ទីរពេទ្យកម្មាអង្គរនេះគឺថាជាឱកាសមួយដែលបដិជនក៏ដូចជាបងប្អូនទាំងអស់អាចប្រើឱកាសនេះដើម្បីជួយដល់កុមារកម្ពុជារបស់យើងហើយក៏ដូចជាធ្វើកិច្ចការសប្បុរសធម៌មួយដែលជាការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាយើងផងដែរអញ្ចឹងខ្ញុំសូមអំពាវនាវណាឲ្យបានចូលរួមទាំងអស់គ្នាតាមកម្លាំងសទ្ធាហើយបើមែនទែនទៅគឺពាក្យថាធ្វើបុណ្យឲ្យតែមានសទ្ធាតិចប៉ុណ្ណាក៏វាជាបុណ្យរបស់យើងដែរអញ្ចឹងខ្ញុំជឿជាក់ថាបដិជនគ្រប់ព្រះអង្គបងប្អូនទាំងអស់នឹងចូលរួមយ៉ាងសកម្មណាក្នុងការបរិច្ចាគជាថវិកាក៏ដូចជាសម្ភារៈផ្សេងៗទៀតនៅក្នុងឱកាសបុណ្យផ្កាប្រាក់នៅថ្ងៃទី8ខែមិថុនាខែ6ខាងមុខនេះបាទសូមអរគុណនិងអរគុណ